បងប្អូនទាំងអស់គ្នាតើសប្បាយចិត្តទេតើនេះជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាមែនទេតើនេះគឺជាផ្នែកមួយនៃសាមគ្គីភាពមិត្តភាពក្នុងចំណោមបណ្ដាប្រទេសអាស៊ានមែនទេតើយើងចង់ចាត់តាំងព្រឹត្តិការណ៍ SEA Games នៅឆ្នាំ2043 20ឆ្នាំខាងមុខទៀតឬទេថ្ងៃនេះយើងពិតជាបានយល់ច្បាស់អំពីអ្វីទៅនៃន័យដែលហៅថាកីឡារស់នៅក្រោមសន្តិភាព